hãy đôi mà đích ban chỉ miền về tận ý hỡi ta ở vây chỉ về tận ý đôi lục rú sray satya nere yon go an cả khi nhom nơi chăm thả nơi pe để ban chuột lục sayaki ubakhin chỉ lược đậm bốn khi nhom chọp chum pẹ từ lư chum nư rồi bọc khi nhomយ៉ាងខ្លាំងហើយមានការសង្ស័យទៅលើការបង្រៀនរបស់ព្រះពុទ្ធលោកសាយាគីដឹងថាខ្ញុំជាមេដឹកនាំនៅក្នុងសហគមន៍ឥណ្ឌាហិណ្ឌូលោកបានសួរខ្ញុំថាលោកដែលជាហិណ្ឌូតើមានការជំទាស់ណាមួយចំពោះសិលដែលជាជីវិតសីលធម៌តើមានការជំទាស់ណាមួយចំពោះសមាធិដែលជាការធ្វើម្ចាស់លើចិត្តនិងចំពោះបញ្ញាដែលជាប្រាជ្ញាធ្វើចិត្តឲ្យបរិសុទ្ធឬទេតើឲ្យខ្ញុំជំទាស់យ៉ាងដូចម្តេចតើឲ្យគេជំទាស់យ៉ាងដូចម្តេចលោកបន្តទៀតថានេះជាអ្វីដែលព្រះពុទ្ធបានបង្រៀនទាំងអស់នេះជាអ្វីដែលខ្ញុំពេញចិត្តនិងជាអ្វីដែលខ្ញុំនឹងបង្រៀនអ្នកការបកប្រែព្រះធម៌របស់លោកសាយាគីជាសកលមិនមែនជានិកាយទេលោកគ្មានការជំទាស់នឹងខ្ញុំជាហិណ្ឌូទេក្នុងការសិក្សាវិបស្សនាលើកទី1លោកឧបាខិនបានណែនាំខ្ញុំទៅក្នុងការបង្រៀនរបស់ព្រះពុទ្ធដែលបានបដូរជីវិតរបស់ខ្ញុំតាំងពីពេលនោះរហូតមកលោកទាញខ្ញុំដូចជាដែកឆក់ទៅលើការបង្រៀនសមហេតុសមផលទៅលើការពិតទៅលើហេតុទៅលើផលនិងទៅលើការមិនប្រកាន់និកាយគ្មានអ្វីនឹងជំទាស់ទេខ្ញុំបានឮគេនិយាយអំពីការបំបត្តិសេចក្តីសៅហ្មងនិងការធ្វើចិត្តឲ្យបរិសុទ្ធនៅពេលដែលខ្ញុំបានចាប់ផ្ដើមពិនិត្យមើលវេទនាមុនដំបូងខ្ញុំមានចម្ងល់ថាតើវេទនាជួយខ្ញុំតាមរបៀបណាប៉ុន្តែខ្ញុំដឹងភ្លាមថាដោយពិនិត្យមើលវេទនាខ្ញុំទៅដល់ឫសគល់នៃភាពសៅហ្មងតាមពិតខ្ញុំកំពុងតែដើរឆ្ពោះទៅរកទីដៅនៃការរួចរដោះពេញបរិបូរណ៍អ្វីដែលលោកសាយាគីបានបង្រៀនខ្ញុំមិនគ្រាន់តែបង្កើនជំនឿឬបញ្ញាទេទោះបីទាំងពីរនេះសំខាន់ដូចគ្នាក៏ដោយលោកបង្រៀនខ្ញុំនៅការពិតតាមកម្ពស់នៃការពិសោធន៍បើនរណាម្នាក់ព្យាយាមពន្យល់ខ្ញុំអំពីការបង្រៀនរបស់ព្រះពុទ្ធតាមបញ្ញារបស់គេមិនអាចជំរុញខ្ញុំបានទេពីព្រោះខ្ញុំពេញចិត្តនៅក្នុងជំនឿរបស់ខ្ញុំរួចទៅហើយអ្វីដែលជំរុញខ្ញុំគឺផលដែលផ្ដល់ឲ្យខ្ញុំនៅទីនេះនិងក្នុងពេលឥឡូវនេះតាមការពិសោធន៍លើវេទនាពិតៗនៅក្នុងកាយគ្រឿងឧបករណ៍ដ៏មាំនេះធ្វើឲ្យខ្ញុំមានការទុកចិត្តថាខ្ញុំអាចទៅជាសទ្ធិតិប្រាជ្ញាថេតបញ្ញាដែលជាគោលដៅរបស់ហិណ្ឌូគ្រប់រូបកាលដែលខ្ញុំបដិបត្តិកាន់តែច្រើនឡើងខ្ញុំជឿកាន់តែខ្លាំងឡើងទៀតថាព្រះពុទ្ធជាអ្នកវិទ្យាសាស្ត្រកម្ពុជានៃចិត្តនិងកាយដ៏ល្បីបំផុតជាអ្នកវែកញែកពីការពិតនៃទុក្ខនិងការរលត់ទុក្ខដ៏ល្បីបំផុតការរកឃើញរបស់ព្រះពុទ្ធថាតណ្ហាលោភៈកើតឡើងព្រោះតែវេទនាធ្វើឲ្យព្រះអង្គជាអ្នកវិទ្យាសាស្ត្រគ្មានគូប្រៀបបានខ្ញុំបានសិក្សាការបង្ហាត់របស់គ្រូចិត្តសាស្ត្រឥណ្ឌានៅពេលមុននិងនៅពេលក្រោយដែលព្រះពុទ្ធសម្គាល់ថាតណ្ហាជាហេតុនៃទុក្ខគេជឿថាតណ្ហាកើតឡើងព្រោះតែវិញ្ញាណដឹងនៅវត្ថុទាំងឡាយប៉ុណ្ណោះតែគេមិនបានដឹងការជាប់តាក់ទងរវាងវេទនានិងតណ្ហាទេគេយល់ថាវិញ្ញាណដែលជាការដឹងនៃវត្ថុទាំងឡាយជាហេតុនៃតណ្ហាជាលោភៈលោភចង់បានអ្វីដែលជាទីពេញចិត្តនិងលោភចង់បំបត្តិចេញនៅអ្វីដែលជាទីមិនពេញចិត្តព្រោះហេតុនោះតណ្ហាមានន័យពិតប្រាកដពីរយ៉ាងគឺលោភៈនិងទោសៈការរកឃើញរបស់ព្រះពុទ្ធស្ដីអំពីហេតុពិតប្រាកដដដែលតណ្ហាស្ថិតនៅលើវេទនាគឺជាអំណោយទានគ្មានអ្វីប្រៀបបានរបស់ព្រះអង្គទៅលើមនុស្សលោកជាមួយនឹងការរកឃើញនេះព្រះអង្គបានប្រទានកូនសោមកឲ្យយើងសម្រាប់បើកឆ្ពោះទៅរកសេចក្តីរំដោះខ្លួនអ្នកខ្លះមានជំនឿទៅលើសាលាយតនបច្ចយាតណ្ហាព្រះពុទ្ធបានរកឃើញហើយបានបង្ហាញអំពីវេទនាបច្ចយាតណ្ហា
ដែលមានន័យថាការសៅមងកើតឡើងនៅថ្នាក់វេទនានិងព្រោះតែវេទនាវាជាការសមហេតុសមផលថាបើតណ្ហាកើតឡើងព្រោះតែវេទនានោះសេចក្តីព្យាយាមណាមួយដើម្បីនឹងទៅដល់ឫសគល់នៃតណ្ហាហើយដើម្បីនឹងបំបត្តិវាចេញត្រូវបញ្ចូលការយល់នៃវេទនាការជួបនឹងវានឹងចំណេះដែលជាហេតុនៃលោភៈនិងទោសៈហើយនឹងបញ្ញាដឹងដើម្បីនឹងបំបត្តិតណ្ហាសមាហិតោសម្បជាណោសតោពុទ្ធស្សសាវកោវេទនាចបជានិតិវេទនានញ្ចសម្ភវំយថាចេតោនិរច្ឆន្តិមគ្គញ្ចខយគាមិនាងវេទនានាងខយាភខុនិច្ឆាតោបរិនិពុតតោទេប្រែមកថាអ្នកដើរតាមព្រះពុទ្ធដោយផ្ចិតផ្ចង់មានសតិដឹងហើយយល់សេចក្តីមិនទៀងទាំងអស់ជានិច្ចដឹងតាមបញ្ញាទៅលើវេទនាទៅលើការកើតរបស់វាទៅលើការរលត់របស់វាហើយនឹងទៅលើមាគ៌ាដែលនាំទៅរកសេចក្តីបញ្ចប់របស់វាអ្នកបប្រតិបត្តិកម្មដ្ឋានដែលបានទៅដល់គោលដៅទីបំផុតបានពិសោធន៍ឃើញគ្រប់ដំណាក់វេទនាទាំងអស់បានទៅហួសបានរួចផុតអំពីលោភៈជាអ្នករួចរដោះពេញបរិបូរណ៍ព្រោះហេតុនេះព្រះពុទ្ធបានបដិបត្តិហើយបានបង្រៀនសមាធិកម្មដ្ឋាននៃសតិដឹងនៃចិត្តនិងកាយចិត្តរួមទាំងកាយព្រមទាំងវេទនានៅលើកាយនាមរួមទាំងចិត្តគឺការដឹងហើយនឹងធម៌គឺអ្វីដែលកើតឡើងនៅក្នុងចិត្តវេទនាក៏ជាចេតសិកគឺអ្វីដែលកើតឡើងនៅក្នុងចិត្តផងដែរកាលដែលព្រះពុទ្ធមានពុទ្ធដីកាថាសពេថាមីវេទនាសមោសរណានោះមានន័យថាការជួបនឹងអ្វីដែលកើតឡើងនៅក្នុងចិត្តមានបញ្ចូលវេទនាវាមិនអាចបំបែកចេញបានទេព្រោះហេតុនេះហើយបានជាខ្ញុំយល់ថាការបង្រៀនរបស់ព្រះពុទ្ធមិនគ្រាន់តែចំពោះកាយានុបស្សនានិងវេទនានុបស្សនាដែលតកតងនឹងសតិដឹងនៃវេទនាតែម្យ៉ាងប៉ុណ្ណោះទេប៉ុន្តែវេទនាក៏បង្កើតធម្មានុបស្សនានិងចិត្តតានុបស្សនាទាំងអស់ផងដែរអ្នកបដិបត្តិកម្មដ្ឋានទោះបីបដិបត្តិកាយានុបស្សនាក្តីវេទនានុបស្សនាក្តីធម្មានុបស្សនាក្តីចិត្តតានុបស្សនាក្តីគេបន្តដឹងវេទនាជានិច្ចគេដឹងធម្មជាតិនៃការកើតឡើងសមុទយៈធម្មានុបស្ស័យនិងធម្មជាតិនៃការរលត់ទៅវិញវយៈធម្មានុបស្ស័យដោយមានសតិដឹងអំពីវេទនាជាមួយនឹងការយល់ធម្មជាតិមិនទៀងរបស់វាដូច្នេះគេមិនអនុញ្ញាតឲ្យតណ្ហាកើតឡើងព្រោះតែវេទនាទេគេមិនធ្វើប្រតិកម្មទៅលើតណ្ហានៃលោភៈចំពោះវេទនាជាទីពេញចិត្តនិងក៏មិនធ្វើប្រតិកម្មទៅលើតណ្ហាទោសៈចំពោះវេទនាជាទីមិនពេញចិត្តដែរអ្នកបដិបត្តិកម្មដ្ឋានព្យាយាមរក្សាឧបេក្ខាដោយយល់ដឹងអនិច្ចាគឺសេចក្តីមិនទៀងដំណើរនៃការពិសោធន៍របស់ខ្ញុំបង្ហាញថាទម្លាប់ចាស់មួយបានកើតឡើងនៅក្នុងទីងងឹតនៃអវិជ្ជាដោយធ្វើប្រតិកម្មទៅលើលោភៈនិងទោសៈដោយដឹងឬមិនដឹងអំពីវេទនានៅលើកាយដូច្នេះគេបានទៅជាទាសាទាស័យនៃទម្លាប់ចាស់របស់គេហើយគេធ្វើប្រតិកម្មទៅលើវេទនានៅថ្នាក់ទីជ្រៅបំផុតរបស់ចិត្តអនុសយកិលេសជាភ្នំភ្លើងដែលកំពុងតែដេកសំងំនៅទម្លាប់ចាស់ដែលមិនទាន់មានសកម្មភាពនៃប្រតិកម្មដោយល្ងិតងងទៅលើវេទនាការរកឃើញរបស់ព្រះពុទ្ធជួយអ្នកបដិបត្តិកម្មដ្ឋានឲ្យចេញផុតពីទម្លាប់ចាស់ល្ងិតល្ងងនេះក្នុងចំណោមបច្ចេកទេសសមាធិជាច្រើននៃប្រទេសឥណ្ឌានិងភាគដទៃទៀតនៃពិភពលោកដែលខ្ញុំបានជួបឬបានឮឃើញថាគ្មានបច្ចេកទេសណាមួយទៅដល់ឫសគល់នៃការសៅមងនៃលោភៈនៃទោសៈហើយបំបត្តិវាចេញបានទេគ្មានបច្ចេកទេសណាមួយជាមាគ៌ាដើម្បីនឹងបំបត្តិនិន្នាការដែលមិនទាន់មានសកម្មភាពនៃលោភៈទោសៈនិងអវិជ្ជាច្បាស់លាស់ទេសុខាយៈភគវេវេទនាយៈ
រាគីអនុសយោបហាតពោទុក្ខាយៈវេទនាយៈបដិខានុសយោបហាតពោអទុក្ខមសុខាយៈវេទនាយៈអវិជ្ជាអនុសយោបហាតពោបំបត្តិនិន្នាការលោភៈដោយប្រើវេទនាជាទីពេញចិត្តពិនិត្យមើលដោយមានឧបេក្ខាទៅលើវេទនាជាទីពេញចិត្តហើយយល់ធម្មជាតិនៃសេចក្តីមិនទៀងរបស់វាបំបត្តិនិន្នាការទោសៈដោយប្រើវេទនាជាទីមិនពេញចិត្តហើយបំបត្តិនិន្នាការអវិជ្ជាដោយប្រើវេទនាជាអព្យាក្រឹតខ្ញុំដឹងថានេះជាអំណោយទានដ៏វិសេសរបស់ព្រះពុទ្ធចំពោះមនុស្សលោកសំណួរដែលកើតឡើងឥឡូវនេះគឺតើអ្វីដែលយើងហៅថាវេទនាព្រះពុទ្ធដីកាច្បាស់ណាស់ថាវេទនាជាខណ្ឌមួយបណ្ដាខណ្ឌ4នៃចិត្ត3ទៀតគឺវិញ្ញាណសញ្ញានិងសង្ខារហើយវេទនាជាតួសំខាន់នៅក្នុងការរំដោះទុក្ខព្រះពុទ្ធបានឲ្យសារៈសំខាន់ទៅលើវេទនាដែលគេដឹងនៅលើកាយវេទនាដែលគេដឹងនៅលើកាយគឺដឹងដោយការជួបនឹងវេទនាខណ្ឌនៃនាមជាជាងវាជាវេទនាខណ្ឌនៃនាមកាយខ្លួនឯងមិនអាចដឹងវេទនាដែលកើតឡើងលើខ្លួនវាបានទេចំពោះសមាធិកម្មដ្ឋានដើម្បីនឹងរំដោះចេញពីទុក្ខវេទនានៅលើកាយសំខាន់ណាស់នេះមិនមែនមានន័យថាវេទនានៃចិត្តគឺសោមនស្សៈនិងទោមនស្សៈត្រូវបានគេបំភ្លេចចោលទេវានឹងបន្តទៅទៀតព្រមគ្នាប្រពៃណីព្រះធម៌ដែលខ្ញុំបានក្រេបជញ្ជក់ដែលរំដោះគេចេញពីទុក្ខទាំងអស់ហៅថាប្រពៃណីរបស់ Lady Sayadaw តាមការពិតនេះជាប្រពៃណីរបស់ព្រះពុទ្ធប្រពៃណីនេះឲ្យសារៈសំខាន់ទៅលើវេទនាដែលគេដឹងនៅលើកាយកាលដែលខ្ញុំចូលរៀនមុនដំបូងជាមួយនឹងលោកសាយាគីឧបាខិនខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើទស្សនៈពិសេសនៃសមាធិកម្មដ្ឋាននេះការសិក្សាវិបស្សនាលើកដំបូងរបស់ខ្ញុំបង្ហាញថាគ្រាន់តែមានចំណេះពីធម្មជាតិមិនទៀងនៃចិត្តនិងកាយតាមប្រាជ្ញាឆ្លៀវវៃគឺមិនគ្រាន់តែអាចធ្វើឲ្យប្រាជ្ញានេះបរិសុទ្ធតែប៉ុណ្ណោះទេវាមិនផ្លាស់ប្ដូរយើងនៅក្នុងទីជម្រៅនៃចិត្តទេយើងនៅតែជាទាសករនៃផ្នត់ទម្លាប់ចាស់របស់ចិត្តយើងហើយវានៅតែបន្តធ្វើប្រតិកម្មនៅក្នុងភាពជាអវិជ្ជាដោយបានទទួលផលច្រើនអំពីបច្ចេកទេសនេះខ្ញុំចាប់ផ្ដើមអានឱវាទរបស់ព្រះពុទ្ធតាមដំបូន្មានរបស់គ្រូខ្ញុំក៏ចង់ដឹងផងដែរថាហេតុដូចម្តេចបានជាប្រទេសឥណ្ឌាបានបាត់បង់បច្ចេកទេសដ៏ប្រសើរនេះគេបានប្រាប់ខ្ញុំតាំងពីក្មេងថាព្រះពុទ្ធបានបញ្ចូលចំណុចល្អអំពីប្រពៃណីរបស់យើងទៅក្នុងការបង្រៀនរបស់ព្រះអង្គហើយបន្ទាប់មកបន្ថែមការខុសទៅលើគំនិតនេះហើយមិនបានរកឃើញអ្វីថ្មីទៀតទេការពិសោធន៍របស់ខ្ញុំឃើញថាវាផ្ទុយអំពីជំនឿនេះស្រឡះខ្ញុំបានឃើញថាការបង្រៀនរបស់ព្រះពុទ្ធមានប្រយោជន៍ណាស់នេះធ្វើឲ្យមានការណែនាំស្រាវជ្រាវរកសេចក្តីពិតអំពីឱវាទទាំងនេះតទៅទៀតការអានឱវាទរបស់ព្រះពុទ្ធគឺព្រះត្រៃបិដកធ្វើឲ្យខ្ញុំមានចិត្តរីករាយយ៉ាងខ្លាំងដំណឹងពីមុនមកខុសគ្នាខ្លាំងណាស់វាបង្ហាញរបៀបដែលព្រះពុទ្ធបញ្ជាក់ទៅលើការពិសោធន៍នៃសេចក្តីពិតផ្ទាល់ហេតុដូចម្តេចបានជាការបង្រៀនដែលមានមូលដ្ឋានយ៉ាងមាំនៅក្នុងការពិតបែរទៅជាការយល់ខុសទៅវិញខ្ញុំឥតឃើញមានអ្វីខុសនៅក្នុងមាគ៌ានេះទេពាក្យថាភាវិតោពហុលីកតោមានន័យថាដឹងដោយការពិសោធន៍ផ្ទាល់ដូច្នេះគេបានចំណេញហើយគេបានគុណវិជ្ជាដែលមាននៅក្នុងព្រះត្រៃបិដកច្រើនឡើងថែមទៀតព្រះពុទ្ធមានពុទ្ធដីកាដដែលថាជាអ្នកបាសៈមានន័យថាដឹងដោយការពិសោធន៍ផ្ទាល់ការពិសោធន៍តាមធម្មជាតិនៃសេចក្តីពិតផ្ទាល់ធានាថាគ្មានការស្រមើស្រមៃឬការភ័ន្តច្រឡំទេគ្មានមនោគតិឬជំនឿល្ងឹតងងណាមួយនៅក្នុងមាគ៌ានេះទេតាមការពិសោធន៍អំពីវេទនានៅលើកាយរបស់ខ្ញុំបញ្ជាក់ថាឱវាទរបស់ព្រះពុទ្ធក្នុងសិលសាស្ត្រនៃការរំដោះខ្លួនចេញផុតពីទុក្ខទាំងអស់សំខាន់ណាស់
ក្នុងការអធិប្បាយអំពីទុក្ខព្រះពុទ្ធមានពុទ្ធដីកាថាកតមញ្ចភគវេទុក្ខំយ៉ាងខោភគវេកាយកាំងទុក្ខំកាយកាំងអសាតាំងកាយសម្ផស្សជាងទុក្ខំអសាតាំងវេទយិតាំងអ៊ីទាំងវជតិភគវេទុក្ខំប្រែមកថាមនាលភគទាំងឡាយឥឡូវនេះតើអ្វីជាភិយធិមនាលភគទាំងឡាយបើមានការឈឺចាប់នៅកន្លែងណាមួយនៅក្នុងកាយមានការមិនពេញចិត្តនៅកន្លែងណាមួយនៅក្នុងកាយមានការឈឺចាប់ឬមានវេទនាមិនពេញចិត្តនៅកន្លែងណាមួយនៅក្នុងកាយដែលជាផលនៃការប៉ះលើកាយមនាលភគទាំងឡាយនឹងហៅថាភិយធិហើយនៅក្នុងការអធិប្បាយអំពីទោមនស្សព្រះពុទ្ធមានពុទ្ធដីកាថាកតមញ្ចភគវេទោមនស្សੰយ៉ាងខោភគវេចេតសិកាំងទុក្ខំចេតសិកាំងអសាតាំងមនោសម្ផស្សជាងទុក្ខំអសាតាំងវេទយិតាំងអ៊ីតវជតិភគវេទោមនស្សੰប្រែមកថាមនាលភគទាំងឡាយឥឡូវនេះតើអ្វីជាទុក្ខព្រួយមនាលភគទាំងឡាយបើមានការឈឺចាប់ណាមួយនៅក្នុងចិត្តមានការមិនពេញចិត្តណាមួយនៅក្នុងចិត្តឬមានការឈឺឬមានវេទនាមិនពេញចិត្តណាមួយដែលជាផលនៃការប៉ះពាល់របស់ចិត្តមនាលភគទាំងឡាយនឹងហើយហៅថាទុក្ខព្រួយម្ដងទៀតនេះធ្វើឲ្យកាន់តែច្បាស់ឡើងថាកាលណាព្រះពុទ្ធអធិប្បាយអំពីទុក្ខវេទនាព្រះអង្គមានពុទ្ធដីកាអំពីវេទនានៅលើកាយព្រះអង្គមានពុទ្ធដីកាក្នុងសតិប្បដ្ឋានថាអាតាបិសម្បជាណោសតិមាអាតាបិនិងសតិមាជាការងាយយល់ប៉ុន្តែខ្ញុំត្រូវតែស្រាវជ្រាវរកន័យរបស់សម្បជាណោខ្ញុំបានរកឃើញការពន្យល់យ៉ាងច្បាស់ថាសម្បជញ្ញៈគឺជាការយល់បន្តយ៉ាងច្បាស់លាស់នឹងការដឹងសេចក្តីមិនទៀងតាមធម្មជាតិនៃរចនាសម្ព័ន្ធចិត្តនិងកាយទាំងអស់ជាពិសេសវេទនាគេដឹងវេទនានៅលើកាយប៉ុន្តែវាជាភាគមួយនៃចិត្តហើយការពិនិត្យមើលរបស់វាមានន័យថាការពិនិត្យមើលចិត្តនិងកាយតាមធម្មជាតិកថាញ្ចភគវេភគសម្បជាណោហោតិអ៊ីថៈភគវេភគណោវេទិតោវេទនីឧបច្ឆន្តិវេទិតាឧបតហន្តិវេទិតាអផតੰកច្ឆន្តិវេទិតាវិតកាឧបច្ឆន្តិវេទិតាឧបតហន្តិវេទិតាអផតੰកច្ឆន្តិវេទិតាសញ្ញាឧបច្ឆន្តិវេទិតាឧបតហន្តិវេទិតាអផតੰកច្ឆន្តិអេវង្ខោភគវេភគសម្បជាណោហោតិសតោភគវេភគវេហរិយសម្បជាណោអយ៉ាងវោអមហាកੰអនុសាសនិតិប្រែមកធម្មនាលភគទាំងឡាយតើភគយល់សពគ្រប់តាមរបៀបណាភគទាំងឡាយភគដឹងវេទនាកើតឡើងនៅក្នុងខ្លួនដឹងការរស់នៅរបស់វាហើយនឹងការបាត់បង់ទៅវិញរបស់វាគេដឹងគ្រប់ការស្មឹងស្មាតនៃចិត្តទៅលើវត្ថុដែលកើតឡើងនៅក្នុងខ្លួនគេដឹងការរស់នៅរបស់វាហើយគេដឹងការបាត់បង់របស់វាគេដឹងសញ្ញាកើតឡើងនៅក្នុងខ្លួនគេដឹងការរស់នៅរបស់វាហើយគេដឹងការបាត់បង់របស់វាមនាលអ្នកបដិបត្តិកម្មដ្ឋានទាំងឡាយនេះហើយដែលអ្នកបដិបត្តិកម្មដ្ឋានយល់សពគ្រប់ទាំងអស់ភគគប្បីមានសតិដឹងហើយសង្រួមនេះជាឱវាទរបស់តថាគតចំពោះអ្នកឱវាទរបស់ព្រះពុទ្ធក៏បានបញ្ជាក់ដែរថាវេទនាជាវេទនានៅលើកាយយថាពិវាតាអាកាសេវាយនិតិវិវិធាពុទ្ធោបរិទ្ធិមាបច្ឆិមាចាពិឧត្តរាអដ្ឋតខិណាសារជាអរជាចាពិសីតាឧណហាចឯកទាអធិមេត្តាបរត្តាចពុទ្ធោវាយន្តិមេលុតាតថេវិមស្មង្កាយស្មង្សមុបច្ចនតិវេទនីសុខៈទុក្ខៈសមុបត្តិអទុក្ខមសុខាចយី
យៈតោចភិក្ខុអាតាបិសម្បច្ចញ្ញនរិញ្ចតិតតោសោវកតនីសពាបរិជានិតិបណ្ឌិតោសោវេទនីបរញ្ញាយៈទិដ្ឋេធម្មេអនាសវោកាយសភេតោធម្មធោសង្ខយ៉ាងណូបេតិវេតគូប្រែមកថាមានខ្យល់ផ្សេងជាច្រើនបក់មកពេញមេឃពីកើតទៅលិចពីជើងទៅត្បូងពេញទៅដោយធូលីដីនិងឥតធូលីដីខ្យល់ត្រជាក់និងខ្យល់ក្តៅខ្យល់ព្យុះនិងខ្យល់រំភើយមានខ្យល់ជាច្រើនបក់បោកយ៉ាងណាមិញនៅក្នុងកាយនេះមានវេទនាជាទីពេញចិត្តជាទីមិនពេញចិត្តនិងជាអព្យាក្រឹតកើតឡើងកាលណាភិក្ខុមួយរូបបដិបត្តិអានុភាពនៃការយល់ទាំងអស់របស់លោកដោយហ្មត់ចត់ដោយឃ្លាវខ្លាមិនធ្វេសប្រហែសបន្ទាប់មកអ្នកមានបញ្ញានេះយល់វេទនាទាំងអស់ពេញបរិបូរណ៍ហើយដោយយល់វាពេញបរិបូរណ៍ទាំងអស់នៅក្នុងជីវិតនេះភិក្ខុនឹងរួចផុតអំពីសេចក្តីមិនបរិសុទ្ធទាំងអស់នៅចុងបញ្ចប់នៃជីវិតបុគ្គលនេះពេញទៅដោយព្រះធម៌ហើយយល់វេទនាទាំងឡាយបានត្រឹមត្រូវលោកបានទៅដល់ដំណាក់ដែលមិនអាចអធិប្បាយបានដូចគ្នានេះដែរចំពោះវេទនាដែលកើតឡើងនៅក្នុងកាយព្រះពុទ្ធមានពុទ្ធដីកាថាសយៈថាពិភិក្ខវេអាគន្តកាគិរាំងតថាពុរថេមាយៈបិតិសាយៈបច្ឆេមាយៈបិតិសាយៈឧត្តរាយៈបិតិសាយៈតេខេនាយៈបិតិសាយៈយ៉ាងអកន្តវិវាសង្កបេតិខត្តយាពិប្រមណាពិវេសាពិសទ្ធាពិអកន្តវិវាសង្កបន្តិអេវមេវខោភគវេអ៊ិមស្មង្កាយស្មង្វិវិធាវេទនីឧបច្ចតិសុខាពិទុក្ខពិអទុក្ខមេសុខាពិវេទនីឧបច្ចតិសាមិសាពិសុខាសាមិសាពិទុក្ខាសាមិសាពិអទុក្ខមេសុខាវេទនីឧបច្ចតិនិរាមិសាពិសុខានិរាមិសាពិទុក្ខានិរាមិសាពិអទុក្ខមេសុខាវេទនីឧបច្ចតិតិប្រែមកថាអ្នកចម្រើនកម្មដ្ឋានទាំងឡាយឧបមាថាមានផ្ទះទទួលភ្ញៀវសាធារណៈមួយមានមនុស្សមកពីទិសខាងកើតខាងលិចខាងជើងនិងខាងត្បូងរស់នៅទីនោះមានមនុស្សជាក្សត្រជាព្រាហ្មណ៍ជាឈ្មួញនិងជាស៊ូទ្រៈមករស់នៅទីនោះយ៉ាងណាមិញអ្នកបដិបត្តិកម្មដ្ឋានមានវេទនាផ្សេងកើតឡើងនៅក្នុងកាយមានវេទនាជាទីពេញចិត្តវេទនាជាទីមិនពេញចិត្តនិងវេទនាជាអព្យាក្រឹតកើតឡើងគេមានវេទនាជាទីពេញចិត្តជាមួយនឹងការជាប់ជំពាក់វេទនាជាទីមិនពេញចិត្តជាមួយនឹងការជាប់ជំពាក់និងវេទនាអព្យាក្រឹតជាមួយនឹងការជាប់ជំពាក់កើតឡើងដូចគ្នានេះដែរចំពោះវេទនាជាទីពេញចិត្តជាទីមិនពេញចិត្តនិងជាអព្យាក្រឹតដែលឥតមានការជាប់ជំពាក់កើតឡើងគួរអនការខ្ញុំមិនបាច់រកភ័ស្តុតាងតទៅទៀតទេថាព្រះពុទ្ធសំអាងទៅលើវេទនានៅលើកាយក្នុងការអធិប្បាយវេទនាឱវាទរបស់ព្រះពុទ្ធមិនគ្រាន់តែបំបត្តិសេចក្តីសង្ស័យរបស់ខ្ញុំទេប៉ុន្តែព្រមទាំងធ្វើឲ្យខ្ញុំមានជំនឿថាព្រះពុទ្ធអង្គឯងបង្រៀនខ្ញុំឲ្យដាក់សារៈសំខាន់ទៅលើវេទនានៅលើកាយលោកគ្រូជាទីគោរពរបស់ខ្ញុំតែងតែសូត្រតិកបដ្ឋានទៀងទាត់ខ្ញុំពេញចិត្តណាស់ការសិក្សាតិកបដ្ឋានបង្ហាញការបង្រៀនរបស់ព្រះពុទ្ធយ៉ាងច្បាស់លាស់ថាវេទនានៅលើកាយកាយិកាំងសុខੰហើយនឹងកាយិកាំងទុក្ខੰជាការតាក់ទងយ៉ាងមាំហើយចិត្តបំផុតដើម្បីឲ្យបានសម្រេចព្រះនិព្វានបកតោបនិស្សយោកាយិកាំងសុខੰកាយិកសៈសុខសៈកាយិកសៈទុក្ខសៈផលសមាបត្តិយាឧបនិស្សយបច្ចយេនបច្ចយោកាយិកាំងទុក្ខੰកាយិកសៈសុខសៈកាយិកសៈទុក្ខសៈផលសមាបត្តិយាឧបនិស្សយបច្ចយេនបច្ចយោប្រែមកថាសេចក្តីស្រណុកកាយ
ជាហេតុបង្កើតវេទនាជាទីរីករាយរបស់កាយជាហេតុបង្កើតវេទនាជាទីមិនរីករាយរបស់កាយហើយវាក៏ជាហេតុនៃការសម្រេចមគ្គផលគឺព្រះនិព្វានដោយផ្អែកទៅលើមូលដ្ឋានទំនាក់ទំនងយ៉ាងមាំនៃលក្ខខណ្ឌតគ្នាសេចក្តីលំបាកកាយជាហេតុបង្កើតវេទនាជាទីរីករាយរបស់កាយជាហេតុបង្កើតវេទនាជាទីមិនរីករាយរបស់កាយហើយវាក៏ជាហេតុនៃការសម្រេចមគ្គផលគឺព្រះនិព្វានដោយផ្អែកលើមូលដ្ឋានទំនាក់ទំនងយ៉ាងមាំនៃលក្ខខណ្ឌតគ្នាបកតោបនិសាយោកាយកាំងសុខੰឧបនិសាយៈវិបស្សនੰឧបច្ចតិតិមគ្គំឧបាទេតិអភញ្ញំឧបាទេតិសមាបត្តੰឧបាទេតិប្រែមកថាអាស្រ័យទៅលើវេទនាជាទីរីករាយលើកាយវិបស្សនាកើតឡើងមាគ៌ាកើតឡើងចំណេះវិជ្ជាកើតឡើងការសម្រេចព្រះនិព្វានកើតឡើងមិត្តខ្ញុំខ្លះទទូចយល់ថាវេទនាជាភាគមួយរបស់នាមដូច្នេះគេយល់ថាវាគ្មានទំនាក់ទំនងទៅនឹងវេទនាលើកាយទេវាអាចមានគំនិតផ្សេងគ្នាប៉ុន្តែចំពោះខ្ញុំព្រះត្រៃបិដកទាំងមូលបញ្ជាក់ទៅលើការពិតថាវេទនានៅលើកាយមានភាគស្មើគ្នានឹងការដឹងវេទនានៅក្នុងចិត្តដូចនេះវេទនាលើកាយមានសារៈសំខាន់ខ្លាំងបំផុតនៅក្នុងការបង្រៀនរបស់ព្រះពុទ្ធគម្ពីរបឋានៈបានបន្ថែមភស្តុតាងមិនអាចជជែកបានថាវេទនាលើកាយសំខាន់ណាស់នៅក្នុងមាគ៌ានៃការរំដោះខ្ញុំបានទទួលផលប្រយោជន៍ជាច្រើនអំពីរឿងនេះហើយខ្ញុំបន្តបង្រៀនវិបស្សនាដែលខ្ញុំបានរៀនពីគ្រូជាទីគោរពរបស់ខ្ញុំដែលឲ្យសារៈសំខាន់ទៅលើវេទនានៅលើកាយគេប្រើពាក្យសោមនស្សៈសម្រាប់បញ្ជាក់ការដឹងវេទនាជាទីរីករាយផ្លូវចិត្តនិងពាក្យទោមនស្សៈក្នុងការដឹងវេទនាជាទីមិនពេញចិត្តផ្លូវចិត្តគេប្រើសុខៈនិងទុក្ខៈក្នុងន័យនៃសេចក្តីអធិប្បាយនិងទុក្ខយ៉ាងទូលំទូលាយប៉ុន្តែគេប្រើវាក្នុងន័យពិសេសរបស់វេទនាជាទីរីករាយនិងមិនរីករាយនៃកាយផងដែរតេសោអ៊ីមាភគវេវេទនីកតមាតេសោសុខាវេទនីទុក្ខាវេទនីអទុក្ខមសុខាវេទនីអ៊ីមាខោភគវេតេសោវេទនីទាំងអស់នេះមានវេទនាលើកាយ3បែបតើវេទនា3បែបនោះមានអ្វីខ្លះគឺវេទនាជាទីរីករាយវេទនាជាទីមិនរីករាយនិងវេទនាជាអព្យាក្រឹតមិនមែនជាទីរីករាយឬក៏មិនជាទីមិនរីករាយនៅក្នុងសេចក្តីអធិប្បាយខាងលើព្រះពុទ្ធតែងអធិប្បាយវេទនា3យ៉ាងជានិច្ចព្រះអង្គរួមបញ្ចូលសោមនស្សឥន្ទ្រិយ៉ាងនិងទោមនស្សឥន្ទ្រិយ៉ាងនៅពេលដែលទ្រង់អធិប្បាយវេទនា5បែបតែប៉ុណ្ណោះនេះបង្ហាញថាក្នុងការបង្រៀនរបស់ព្រះពុទ្ធវេទនាផ្លូវកាយមានសារៈសំខាន់ខ្លាំងចម្បងជាងការដឹងវេទនាតាមផ្លូវចិត្តកតមាចភគវេតេសោវេទនីសុខាវេទនីទុក្ខាវេទនីអទុក្ខមសុខាវេទនីអ៊ីមាវុចន្តិភគវេតេសោវេទនីកតមាចភគវេបញ្ចវេទនីសុខន្ទ្រិយ៉ាងទុក្ខន្ទ្រិយ៉ាងសោមនស្សន្ទ្រិយ៉ាងទោមនស្សន្ទ្រិយ៉ាងឧបេខន្ទ្រិយ៉ាងអ៊ីមាវុចន្តិភគវេបញ្ចវេទនីព្រះពុទ្ធត្រាស់សម្ដែងនៅក្នុងសតិប្បដ្ឋានសូត្រអំពីពាក្យវេទនាថាសុខវេទនានិងទុក្ខវេទនាប៉ុន្តែព្រះអង្គមិនដែលមានបន្ទូលសោះឡើយអំពីសោមនស្សវេទនាឬទោមនស្សវេទនានៅក្នុងបរិបទនៃសម្បជញ្ញៈឬសតិប្បដ្ឋានទេនៅក្នុងព្រះត្រៃបិដកទាំងមូលមានតែប្រហែលជា12កន្លែងទេដែលវេទនាកើតឡើងព្រមគ្នាជាមួយនឹងសោមនស្សប៉ុន្តែមានច្រើនរយកន្លែងដែលគេប្រើនៅក្នុងសុខៈឬទុក្ខវេទនាជាពិសេសនៅក្នុងអត្ថបទសមាធិក្នុងសតិប្បដ្ឋានដូច្នេះវាច្បាស់ណាស់ថាវេទនាជាភាគមួយរបស់នាមគឺចិត្តដែលចាក់ឫសយ៉ាងមាំនៅក្នុងកាយព្រះពុទ្ធចង់ឲ្យយើងផ្ចង់ចិត្តទៅលើវេទនានៅពេលដែលព្រះអង្គត្រាស់សម្ដែងអំពីការបដិបត្តិសមាធិកម្មដ្ឋានដើម្បីបំបត្តិទុក្ខ
នេះក៏ជាហេតុដែលព្រំនៅក្នុងអរូបព្រហ្មលោកមិនអាចបដិបត្តិវិបស្សនាកម្មដ្ឋានបានដែរហើយក៏ជាហេតុដែលព្រះពុទ្ធមិនអាចបង្រៀនអតីតគ្រូរបស់ព្រះអង្គដែលបានសម្រេចអរូបឈានគឺឈានទី7និងទី8ដែរពីឈានទី5ទៅដល់ទី8ចិត្តចេញផុតអំពីកាយដូច្នេះវាមិនជួបនឹងវេទនាទេព្រោះហេតុនេះព្រំទាំងអស់នោះឥតមានរូបហើយឥតមានការពិសោធន៍វេទនាតាមកាយទេដូច្នេះការបដិបត្តិដឹងវេទនាមិនអាចកើតឡើងចំពោះអស់លោកនោះទេហើយគេមិនអាចដឹងតាមមាគ៌ានៃការរំដោះឡើយជាការកត់សម្គាល់នៅក្នុងការបដិបត្តិសមាធិកម្មដ្ឋានសោមនស្សហើយនិងទោមនស្សបានបាត់បង់ទៅនៅក្នុងឈានទី3ប៉ុន្តែសុខវេទនានិងទុក្ខវេទនាបានបាត់បង់ទៅនៅក្នុងឈានទី4តែប៉ុណ្ណោះអទុក្ខមសុខវេទនាស្ថិតនៅឡើយសូម្បីនៅក្នុងឈានទី4ព្រោះហេតុនេះគេអាចរួមសេចក្តីតាមហេតុផលថាវេទនានៅលើកាយទាំងឡាយធ្វើឲ្យយើងបន្តការប្រកាន់យ៉ាងមាំទៅលើការពិតដែលជាឫសគល់នៃតណ្ហាគេអាចយល់វេទនាច្បាស់លាស់ហើយវាក៏ជាឧបករណ៍ដើម្បីនឹងទៅដល់ព្រះនិព្វានដែរខ្ញុំបានបដិបត្តិរបៀបនេះតាមការពិសោធន៍ផ្ទាល់ដោយប្រើបច្ចេកទេសដែលគ្រូខ្ញុំបានបង្រៀនតាមមូលដ្ឋាននេះឱវាទរបស់ព្រះពុទ្ធបានបញ្ជាក់យ៉ាងច្បាស់លាស់មាគ៌ានេះធ្វើឲ្យខ្ញុំសប្បាយចិត្តណាស់តាមការណែនាំរបស់គ្រូខ្ញុំបានចាប់ផ្ដើមចែករំលែកបច្ចេកទេសនេះជាមួយនឹងអ្នកដទៃទៀតនៅក្នុងប្រទេសឥណ្ឌានិងនៅពេញពិភពលោកនៅពេលដែលខ្ញុំចែករំលែកបច្ចេកទេសនៃការរំដោះនេះជាមួយនឹងសិស្សរបស់ខ្ញុំឃើញថាគេបានទទួលកម្រៃក្នុងការអនុវត្តតាមវេទនាហើយគេយល់ធម្មជាតិពិតរបស់វាការបង្រៀនរបស់ព្រះពុទ្ធដែលច្បាស់លាស់មានប្រយោជន៍ហើយបានផលល្អធ្វើឲ្យខ្ញុំមានជំនឿហើយទុកចិត្តយ៉ាងខ្លាំងវាអត់មានការស្រមើស្រមៃឬជំនឿល្ងឹតល្ងងទេម្ដងម្កាលមានគេសួរខ្ញុំថាហេតុដូចម្តេចបានជាខ្ញុំឲ្យសារៈសំខាន់ទៅលើវេទនាផ្លូវកាយដោយគោរពខ្ញុំសូមឲ្យគេមកសាកល្បងពិសោធន៍បដិបត្តិវិបស្សនាសមាធិកម្មដ្ឋានហើយពិនិត្យមើលថាតើវាតាមដំបូន្មានរបស់ព្រះពុទ្ធឬទេមិនត្រូវមានការសង្ស័យជាមួយនឹងបច្ចេកទេសទេខ្ញុំសូមអញ្ជើញអ្នកឲ្យដើរតាមមាគ៌ារបស់ព្រះពុទ្ធដែលជាអ្នកវិទ្យាសាស្ត្រដ៏ធំបំផុតនៃចិត្តនិងកាយដែលជាគ្រូពេទ្យដ៏ធំបំផុតដែលពិភពលោកមិនដែលមានសូមឲ្យជំនឿនៃទស្សនវិទូរបស់យើងមិនបង្កើតឧបសគ្គដល់យើងសូមឲ្យយើងបានផលប្រយោជន៍នៃការរកឃើញរបស់ព្រះពុទ្ធថាវេទនាជាឧបករណ៍សម្រាប់រំដោះខ្លួនយើងអំពីទុក្ខសោកសូមឲ្យសពសត្វបានសេចក្តីសុខបានសន្តិភាពនិងបានរួចរដោះ